nâng dứt vị thi rồi bỏประเทศไทยដែលគេប្រើទៅលើកម្ពុជាគឺគេមិនព្យាយាមអូសស្មើជើងចូលទេគេផ្លោងពីចម្ងាយហើយការផ្លោងពីចម្ងាយនេះគឺព្យាយាមនឹងផ្ដាច់ការផ្គត់ផ្គង់ឬធានាស្បៀងផុសភាទៅលើកងទ័ពកម្ពុជាបាទហើយដូច្នេះបើយើងមើលថាសង្គ្រាមនេះវាមិនក្តៅកគុកទេប៉ុន្តែក៏វាជួបផលវិបាកទៅខាងកម្ពុជាដែរពីព្រោះថៃព្យាយាមកាត់ផ្ដាច់ស្បៀងកាលណាថៃកាត់ផ្ដាច់ស្បៀងហើយកងទ័ពជួមមុខយើងពិបាកក្នុងការប្រយុទ្ធហើយនឹងពិបាកក្នុងការតស៊ូដូច្នេះនៅពេលដែលបើយើងដឹកស្បៀងចល័តស្បៀងទៅជួមមុខថៃនឹងអាចនឹងស្ទាក់កំតិចវិញដូច្នេះយើងខ្ញុំគិតថានេះជាយុទ្ធសាស្ត្ររបស់ថៃដោយសារថៃមានព្រៀបទៅលើដែនអាកាសបាទហើយបើយើងនិយាយខ្លីថាថៃគេមានព្រៀបខាងអាវុធគ្រប់គ្រងគឺគម្រោងធំបាទដូច្នេះថៃបដូរយុទ្ធវិធីបែបហ្នឹងហើយថៃមិនអូសទាត់ចូលដោយសារអ្វីដោយសារថៃបើថៃអូសទាត់ចូលថៃកងទ័ពស្មើជើងរបស់ថៃនឹងរងគ្រោះដោយសារដ្រូនកម្ពុជាច្រើនដូច្នេះថៃដូរយុទ្ធវិធីហើយកាលណាថៃដូរយុទ្ធវិធីហើយដ្រូនយើងអត់ហោះបានឆ្ងាយដូច្នេះថៃផ្លោងពីចម្ងាយហើយកាលណាយើងចល័តស្បៀងទៅជួរមុខវានឹងកំតិចដូច្នេះកម្លាំងជួរមុខយើងវានឹងអាចបើសង្គ្រាមនឹងវារ៉ាំរ៉ៃរហូតទៅដល់ខែរហូតដល់អីខ្ញុំគិតថាជួបផលវិបាកនឹងឈានទៅដល់អាចកងកម្លាំងជួរមុខមិនអាចគ្រប់គ្រងបានគឺពេលខ្លះសម្រាប់ចិត្តត្រូវតែដកហើយក្នុងនាមខ្ញុំនិយាយនេះមិនមែនថាប្រអាប់ខ្មែរទេនេះការយល់ឃើញរបស់ខ្ញុំជាការសន្និដ្ឋានរបស់ខ្ញុំពីព្រោះយើងមើលទៅតាក់ទិចសង្គ្រាមថៃធ្វើបែបហ្នឹងបាទថៃព្យាយាមផ្លោងពីចម្ងាយដោយសារអីដោយសារថៃមានព្រៀបនៅលើដែនអាកាសកម្ពុជាហើយចំណុចមួយទៀតដូចខ្ញុំតែងតែបានលើកឡើងដែរខ្ញុំថាសង្គ្រាមថៃបើផ្ទុះអាវុធជាលើកទី2ខ្ញុំបាននិយាយคลิปច្រើនតាំងពីសង្គ្រាមលើកផ្ទុះអាវុធលើកទី1ខ្ញុំថាបើផ្ទុះជាលើកទី2សង្គ្រាមវាคล้ายទៅជាសង្គ្រាមឈ្លានពានពីព្រោះលើកទី1នោះយើងគ្រាន់តែថាភ័ន្តច្រឡំគ្នាព្រំដែនកម្ពុជាចំណុចនេះព្រំដែនថៃចំណុចនេះឥឡូវនេះវាប្រូររូបភាពទៅសង្គ្រាមឈ្លានពានពេញទំហឹងហើយកម្ពុជាក៏ប្រកាសសង្គ្រាមថៃក៏ប្រកាសសង្គ្រាមដូចនេះហើយមិនមានការភ័ន្តច្រឡំថាអូសង្គ្រាមការភ័ន្តច្រឡំអីទេវាคล้ายទៅជាសង្គ្រាមឈ្លានពានដែរដូច្នេះអ្នកណាមានព្រៀបជាងអ្នកណាអានឹងអ្នកនោះប្រើហើយអ្នកណាចាញ់ព្រៀបគេគឺត្រូវរងគ្រោះហើយដូច្នេះហើយយើងត្រូវគិតមើលកម្ពុជាបើយើងគិតថាយើងមិនអាចប្រយុទ្ធជាមួយសត្រូវបានទេខ្ញុំគិតថាយើងគួរតែរកវិធីការទូតហើយពេលខ្លះខ្ញុំគិតថាបើយើងដឹងតែកម្លាំងយើងមិនអាចយកព្រៀបគេបានខ្ញុំគិតថាកម្ពុជាគួរតែមានភាពឆ្លៀតវៃក្នុងការស្រឡាញ់ជីវិតទាហានស្រឡាញ់ជីវិតពលរដ្ឋស្រឡាញ់ទឹកដីខ្ញុំគិតថាគួរតែផ្សះផ្សាជាតិហើយផ្លាស់ប្ដូរនយោបាយជាយាមការទូតដោយថៃបានថាហើយបើសិនជានៅលោកហ៊ុនសែនហើយលោកហ៊ុនម៉ាណែតគឺគ្មានទេការចរចាដូចដែរខ្ញុំគិតថាសង្គ្រាមនេះមិនអាចយូរវង្វេងបាទពីព្រោះយើងមើលទៅវាជាចេតនារបស់ថៃវាមិនមែនជាចំនួនឈ្លានពានមានបំណងមាន
ផែនការឆ្លេងពេលនេះវាជាចំនួនរវាងបុគ្គលដូចជាកនុំបុគ្គលលោកហ៊ុនសែនច្រើនជាងនេះដូច្នេះហើយបើសិនជាលោកហ៊ុនសែនពិតជាស្រឡាញ់ជាតិពិតជាស្រឡាញ់ជាតិពិតប្រាកដគួរតែខ្ញុំគិតថាគួរតែរកមធ្យោបាយឲ្យអស់ពីលទ្ធភាពយើងផ្សះផ្សាជាតិទៅឬមួយក៏យើងមានឱកាសយើងផ្លាស់ប្ដូរថ្នាក់ដឹកនាំណាដូចជាលោកសខេងដូចជាលោកសៃឈុំឲ្យគាត់ដឹកនាំប្រទេសមនុស្សទៅដើម្បីឲ្យមានតំណែងតំណងល្អដើម្បីឲ្យមានការចរចាជាមួយថៃទៅបើយើងគ្មានសមត្ថភាពតតាំងនឹងផ្លូវអាវុធអាចនឹងមានព្រៀបទៅលើគេហ្នឹងយើងមានព្រៀបតែក្រោមគេហ្នឹងដូច្នេះហើយខ្ញុំគិតថាបើយើងដឹងតែយើងចាញ់ហើយយើងនៅតែច្បាំងខ្ញុំគិតថាវាជាការខុសឆ្គងមួយធំណាហើយលោកហ៊ុនសែនហ្នឹងដែរបើសិនជាគាត់ស្រឡាញ់ជាតិពិតប្រាកដខ្ញុំគិតថាគាត់គួរតែរកវិធីហើយបើសិនជាគាត់មិនស្រឡាញ់ជាតិពិតប្រាកដទេគាត់គ្រាន់តែស្រឡាញ់អំណាចខ្ញុំគិតថាគាត់មិនពិចារណាអំពីការចរចារកវិធីសាស្ត្រដើម្បីបញ្ចប់សង្គ្រាមនឹងបានទេបាទអរគុណបងស្រីបាទអរគុណហើយយើងមើលលោកសុខេងលោកសៃឈុំក៏គាត់អាចមានសមត្ថភាពដឹកនាំដែរដូច្នេះដើម្បីជាតិលោកហ៊ុនសែនត្រូវតែផ្លាស់ប្ដូរត្រូវតែទេអំណាចទៅឲ្យអិសរាជជនដែលគាត់មានស្នាដៃមានវីរភាពជួយជាតិដោយលោកហ៊ុនសែនហើយពុំដូច្នោះទេប្រជាជនបងប្អូនជនជាតិកុំឲ្យភ័ន្តច្រឡំបើលោកហ៊ុនសែនមិនរកវិធីដោះស្រាយបែបនេះទេកុំភ័ន្តច្រឡំថាអូលោកហ៊ុនសែនស្រឡាញ់ជាតិលោកហ៊ុនសែនលះបង់ដើម្បីជាតិហើយបងប្អូនអាណិតណាពលទាហានណាពលទាហាននៃទាហានគាត់លះបង់ដើម្បីជាតិហើយដោយសារគាត់លះបង់ដើម្បីជាតិហើយពលទាហាននៃទាហានប៉ុន្តែសំណួរសួរថាតើមេដឹកនាំយើងលោកហ៊ុនសែនគាត់ស្រឡាញ់ជាតិពិតប្រាកដទេហើយបើគាត់ស្រឡាញ់ជាតិពិតប្រាកដតើគាត់រកដំណោះស្រាយបានទេបើដឹងតែខ្លួនគ្មានសមត្ថភាពនឹងឈ្នះគេហើយនោះហើយគាត់គួរតែយកជីវិតប្រជាជនគួរតែយកជីវិតទាហានទៅលះបង់ទេបើដឹងតែខ្លួនចាញ់គេហើយនោះហើយបើគាត់ស្រឡាញ់ជាតិតើគាត់បណ្ដោយឲ្យច្បាំងបាត់ដីទៅទៀតទេដូច្នេះឲ្យបងប្អូនពិចារណាកុំឲ្យចាញ់បោកលោកហ៊ុនសែនបន្តទៅទៀតខ្ញុំឃើញបងប្អូនខ្លះគាត់ថាគាត់ស្រឡាញ់ជាតិតែស្រឡាញ់ជាតិគាត់អត់រកឲ្យចំចំណុចថាអ្នកណាដែលបង្កបញ្ហាអ្នកណាដែលគ្មានសមត្ថភាពដោះស្រាយរឿងជាតិបើដឹងតែខ្លួនឯងគ្មានសមត្ថភាពប្រយុទ្ធជាមួយគេហើយគ្មានព្រៀបលើគេហើយយើងមិនគួរមករកវិធីចរចាយើងមិនគួរមករកវិធីរកដំណោះស្រាយដោយសន្តិវិធីឬមួយក៏លោកហ៊ុនសែនបាត់បង់អំណាចខ្លាចបាត់បង់អំណាចបាទចឹងហើយបងប្អូនកុំភ័ន្តច្រឡំយើងមើលឲ្យច្បាស់បងប្អូនខ្លះដើម្បីគាត់ស្រឡាញ់ជាតិទៅគាត់ចេះតែពេលខ្លះទៅស្រឡាញ់ជាតិជ្រុលគាត់ភ្លេចពិចារណាហើយអ្នកដែលប្រជាធិបតេយ្យដូចគ្នាគាត់គ្រាន់តែយល់ខុសគាត់ហើយគាត់គ្រាន់តែនិយាយការពិតក៏បងប្អូនខ្លះចោទប្រកាន់គាត់ថាគាត់អត់ស្រឡាញ់ជាតិទេឃើញទេដូច្នេះហើយខ្ញុំគិតថាបើបងប្អូនគិតបែបនេះបងប្អូននៅតែចាញ់បោកលោកហ៊ុនសែនចឹងបាទបងប្អូននៅតែចាញ់បោកលោកហ៊ុនសែនចឹង
dương mơ hồiประมาณថ្ងៃនេះគឺបាត់បង់ទាហានហើយថៃបានបាញ់ចូលជ្រៅចម្ងាយ70គីឡូហើយដូច្នេះហើយខ្ញុំគិតថាបើបន្តទៅទៀតនឹងមានបញ្ហាបាត់បង់ជីវិតទាហានកាន់តែច្រើនហើយបងប្អូនចាំមើលតិចទៀតទៅថៃនឹងផ្ដាច់ស្បៀងពេលនេះថៃផ្ដាច់ស្ពានថៃផ្ដាច់អីហើយនៅពេលដែលយើងដឹកស្បៀងទៅឲ្យដឹកផុសភីទៅឲ្យទាហានជួមុខត្រូវគេកំទេចទៀតគ្រោះថ្នាក់កាន់តែខ្លាំងឥឡូវបងប្អូនមើលយើងមើលលោកហ៊ុនសែនឥឡូវដល់ពេលអញ្ចឹងស្កាត់ឲ្យឈឹងបងប្អូនស្កាត់ឲ្យឈឹងហើយតែថៃរៀងស្ងប់តិចតាំងចេញមកមានអំនួតក្អេងក្អាងទៀតនេះជាចរិតរបស់មេដឹកនាំដែលគ្មានសមត្ថភាពក្នុងការដឹកនាំប្រទេសចឹងហើយយើងមើលដូចជាប្រទេសអ៊ីស្រាអែលបងដូចអ៊ីស្រាអែលនិងប៉ាឡេស្ទីនឃើញទេដោយសារមេដឹកនាំគាត់និយមជ្រុលនៅដឹងតែខ្លួនចាញ់ហើយនៅតែធ្វើសង្គ្រាមគឺខ្ទេចចុងក្រោយចរចាដែរបាត់បង់ទឹកដីហើយដោយរាល់ថ្ងៃយើងមានអីយើងមានសង្ឃឹមអីហើយយើងអត់និយាយការពិតទេធ្វើសង្គ្រាមខ្លួនឯងមានភាពកំសោយហើយនិយាយពីព័ត៌មានផុសមកដឹងតែឈ្នះដឹងតែខ្លាំងហើយបើយើងដឹងតែឈ្នះដឹងតែខ្លាំងសួរថាយើងទៅប្តឹងផ្លូវច្បាប់យ៉ាងម៉េចបើយើងអត់រងគ្រោះផងហ្នឹងឃើញទេយើងអត់រងគ្រោះផងហ្នឹងហើយយើងមើលថៃត្អូញត្អែហើយគេនយោបាយការទូតគេណាហើយបងប្អូនមើលសួរថានៅពេលដែលថៃឈ្លានពានប៉ុណ្ណឹងហើយតើមានប្រទេសណាមួយស្កល់ទោសថៃអត់ទេដោយសារអីដោយសារលោកហ៊ុនសែននៅពេលដែលឆ្នាំ2010ជាង2022នៅពេលដែលគាត់ធ្វើអាស៊ានតើគាត់រៀបរៀងអាស៊ានយ៉ាងអ្វីខ្លះគេបង្កើតក្រុមប្រតិបត្តិសមុទ្រនៅដែនសមុទ្រខាងត្បូងហ្នឹងគឺហ៊ុនសែនខ្ទាស់ហ៊ុនសែនបដិសេធដោយសារគ្រប់គ្រងចិនហើយសួរថាហ្វីលីពីនតៃវ៉ាន់ណាវៀតណាមជប៉ុនគេសប្បាយចិត្តទេកូរ៉េខាងត្បូងគេអត់សប្បាយចិត្តទេដូច្នេះហើយគេអត់ខ្សែគប់យើងទេបងប្អូនដូច្នេះហើយបើសិនជាខ្ញុំគិតថាបើនៅតែលោកហ៊ុនសែនដឹកនាំកម្ពុជានឹងបាត់បង់ធ្ងន់ធ្ងរហើយបងប្អូនចាំមើលបើសិនជាថៃនៅតែបន្តបែបនេះទៀតខ្ញុំគិតថាទាហានជួមុខនឹងអាចបាក់ទាត់ចំណុចណាមួយខ្លះហើយពីព្រោះថៃវាជ្រុំនឹងវិធីដើម្បីផ្ដាច់ស្បៀងកុំឲ្យយើងយកស្បៀងទៅឧបត្ថម្ភខាងមុខបានហើយបើទាហានណាបើក្របអាចកិច្ចបានកម្លាំងសុខភាពនៅកាលណាផ្ដាច់ស្បៀងហើយសុខភាពទ្រុឌទ្រោមហើយខ្វះក្របទៀតសុខភាពទ្រុឌទ្រោមហើយគឺចង់មិនចង់ត្រូវតែដកហើយតែបខំចិត្តដកហើយបាទហ៊ុនសែនគ្មានសមត្ថភាពដឹកនាំត្រឹមត្រូវហើយបាទអត់មានទេទាហានជួរមុខនៅពេលដែលថៃនៅតែផ្លោងចិញ្ចឹមនៅជួរក្រោយហ្នឹងគឺគ្មានស្បៀងណាដឹកទៅឲ្យទេតែដូចថៃចេះថៃផ្ដាច់ស្ពានដែរអីកុំឲ្យយើងជូនស្បៀងទៅឧបត្ថម្ភខាងមុខដោយសារអីបានថៃបដូរយុទ្ធវិធីបែបនេះពីព្រោះថៃឡើងស្មើជើងទៅថៃគ្រោះថ្នាក់នឹងដ្រូនកម្ពុជាច្រើនអញ្ចឹងយើងមើលយុទ្ធវិធីថៃឆ្លាតណាដោយសារគេមានព្រៀបដែនអាកាសហើយសំណួរសួរថាខ្មែរយើងថាមិនអន់ទេឥឡូវយើងថាមិនអន់ចុះប៉ុន្តែបើគ្រាន់តែមានទឹកចិត្តយើងគ្មានឧបករណ៍សឹកគ្រប់គ្រាន់យើងគ្មានអាវុធទំនើបបំពាក់តើយើងអាចទៅច្បាំងមួយគេបានទេបងប្អូនអត់អាចច្បាំងបានទេបងប្អូនវាមិនខុសពីអ្នកនេសាទ
បើអ្នកនេសាទមានជំនាញនេសាទហើយគ្រប់គ្រាន់ជំនាញនេសាទតែបើគ្មានឧបករណ៍នេសាទសួរថាតើឲ្យទៅនេសាទត្រីបានឬមិនណាអត់អាចទៅរួចទេដូច្នេះហើយយើងត្រូវដឹងពីខ្លួនឯងបើលោកហ៊ុនសែនឆ្លាញ់ជាតិពិតគាត់ផ្សះផ្សាខ្មែរទៅហើយផ្លាស់ប្ដូរឱកាសនេះផ្លាស់ប្ដូរឲ្យលោកសូខេងឥឡូវកុំឲ្យថាបពប្រឆាំងសំស៊ីគឹមសកាឲ្យកែកំយ៉ានសូខេងសាយឈុំម៉ែនសំអនក៏បានទាបាញ់ក៏ខ្ញុំគិតថាអាចចរចាជាមួយថៃបានហើយយើងគិតទៅបងប្អូនថៃគេបិទផ្លូវចរចាហើយយើងខុសពីអ៊ុយក្រែនគេច្បាំងមួយរុស្ស៊ីមែនតែគេមានព្រៀបទៅវិញទៅមកតែយើងនេះគ្មានព្រៀបអីទៅទុកជាមួយថៃបានចំណុចនេះហើយយើងត្រូវតែឆ្លៀសវៃក្នុងការពារជាតិការពារប្រទេសយើងត្រូវរកមកជួបដៃរកមកជួបបាយដើម្បីចរចាដើម្បីរកវិធីសម្រាប់មូលយើងសម្រាប់រួមកើតគឺឲ្យអិសរាជជនដូចជាសូខេងសាយឈុំឲ្យគាត់ដោះស្រាយទៅគាត់ក៏មានសមត្ថភាពដែរមិនមានសមត្ថភាពហ៊ុនសែនមានសមត្ថភាពប្រមាណដឹកនាំប្រទេសមិនត្រូវសង្គ្រាមទៅញុះញង់ទៅដុតអុចអាឲ្យคลายទៅជាសង្គ្រាមបានខ្ញុំជឿថាបើលោកសូខេងហើយសាយឈុំលោកសាយឈុំដឹកនាំអត់ទេអត់មានសង្គ្រាមទេពីព្រោះគាត់ដឹកនាំបែបការទុំតិចដោយលោកហ៊ុនសែនគេហៅថាអ្នកដឹកនាំកេកអាងគេហៅថាមេតបកេកអាងដល់មេតបកេកអាងថៃគេមេតបកេកអាងគេត្រូវបំបាក់ហើយមេតបកេកអាងត្រូវគេបំបាក់ហើយបាទហើយយើងគ្មានសង្ឃឹមទេបងប្អូនកុំសង្ឃឹមអន្តរជាតិកុំសង្ឃឹម ICJ កុំសង្ឃឹមអីណាអាស៊ានអីមានទេគេគ្រាន់តែធ្វើទៅដើម្បីកុំឲ្យថាអត់ធ្វើសតទៅហើយយើងមើលចរន្តពិភពលោកនេះគ្មានទេច្បាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមកហើយតាំងពីលោកដូណាល់ត្រាំឡើងមកហ្នឹងច្បាប់ពិភពលោកដូចគ្មានទេគេចង់คลายទៅជាអាណាធិបតេយ្យហើយណាខ្ញុំបានឃើញលោកទេសំស៊ីថាមានហ៊ុនសែនមានសង្គ្រាមគ្មានហ៊ុនសែនគឺមានសន្តិភាពត្រឹមត្រូវឥឡូវបងប្អូនសារទៅមើលអាមិត្ត CPP ឥឡូវយើងមិនបាច់នេះទេឲ្យលោកកៅកំយ៉ានឲ្យលោកសាយឈុំឲ្យលោកសូខេងដឹកនាំសង្គ្រាមនឹងត្រូវចប់ភ្លាមខ្ញុំគិតថាសង្គ្រាមនឹងចប់ប៉ុន្តែបើអត់ទេខ្ញុំគិតថាកម្ពុជានឹងរងគ្រោះទៀតស្លាប់ប្រជាជនស្លាប់ពលទាហានយើងមើលឃើញសំណោះទាហាននេះតស៊ូខ្ញុំឃើញទាហានមួយត្រូវរបួសហើយអត់ស្លុតទេមើលទៅគាត់នេះដោះខ្សែកនឹងផ្ញើឲ្យបងហើយអត់ស្លុតហើយចុងក្រោយស្លាប់យើងមិនអាចធ្វើសង្គ្រាមបានទេបងប្អូនយើងមើលសំបីតែអ្នករបួសយើងក៏យើងច្រឡាត់ក៏យើងសង្គ្រោះអត់ទាន់ពេលវេលាដែរពេលខ្លះទុកឲ្យហួសពេលវេលាត្រូវហូរឈាមខ្សោះអស់ត្រូវស្លាប់ដោយសារអីទាហានយើងអត់មានទាហានបំរុងទេបងប្អូនហើយកាលណាបើយើងមានទាហានបំរុងហ្នឹងគឺបញ្ជូនស្បៀងគឺបញ្ជូនអ្នកជំងឺអីតែយើងអត់ទេយើងមានទាហានតបស្រួចហ្នឹងបើយើងដកមកជួក្រោយច្រើនយើងអត់មានកម្លាំងប្រយុទ្ធទេដូច្នេះយើងអត់អាចទៅរួចគេទេបងប្អូនហើយកុំគិតថាកុំខ្លាចតែខ្លួនអន់បើចាញ់គេឲ្យគេថាអន់ទៅដើម្បីសុខសុវត្ថិភាពប្រជាជនដើម្បីកុំឲ្យពលទាហាននៃទាហានយើងស្លាប់ដោយអត់ប្រយោជន៍ពីព្រោះដឹងតែចាញ់គេហើយយើងនៅតែបញ្ជាយើងនៅតែធ្វើសង្គ្រាមយើងរកវិធីដោះស្រាយចរចាទៅខ្ញុំគិតថាថៃក៏វាអត់ចង់សង្គ្រាមដែរពីព្រោះវាក៏ខាតបងដែរប៉ុន្តែបើថៃសង្គ្រាមវាអត់ខាតទេបើវាខាតលុយតែវាបានដីណា
ngay bạn số đây bằng Robert Lee và nhưng kết tha bà đôi này hay cô chị ca thì nó có đây hay nè đây bị chia tập tay nè bằng cả bạc cô ta hiền phải tranh mà tê ơi hiền sẽ nông pơ ơi hiền bỏ đây thì lô hôn sai này nè bằng cả bạn nó càng đông thà lô hôn sai trâu tép sắp ra chuyện lô hôn sai trâu tép đong lên nè tủ lô hôn sai trâu tép đong lên nè tủ Manesca lô hôn sai trâu tép đong lên dụ với chun tại để thàn lô hôn sai trâu tép đong lên đuôi lô ni nặng ni ấy này lô phun dột lô ấy dụ với chun sẽ theo kia có trên cái hơi luộc hao sẽ không nít ở tây tạ cha ở ca bọn nơi cho ba với tới chắc đặt nó kia còn là cái phải trên mà tây on miên cầm hôi sao chứ hơi vừa mưa luộc hôn sáng sa hai mà ba đôi khi này hơi nhẹ chỉ tập tay cu tại prasit luôn này nhầm cật tha bà dương thơ này vô bài đam bay sừng cru chết đam bay rung đó chết ở nơi vì p ở ca này hơi vừa cu đại dương ở đâu ở ca đặt sắm biết bằng khom từ lô hôn san đam bay ở lô hôn san sạc ra chịu rú biết đo lên là tổ hỏi đam bay vừa miên lắc tập hiệp nó ca cho cha chỉ bôi thay thấy cái ao chia sẻ nhà thôi bà nơi lô hôn san không miên mình cho từng cái đi đấy cái vay cho là hôn san cho cha nhá hay cả na bờ hôn san cho chanh hay bờ cro cho chanh hơi xua ta slap này na slap po rọt slap po thể hiện lô hôn san mình slap ấy đôi khi này bông bông mua chừng muốn mơ ở chỗ bà đôi khi này bờ bông bông sờ lanh bờ tê chia trở tay và chanh mà tê và chanh nhiều bo ở lô hôn san sát xa chia ở lô hôn san trở từ đâu nằm đó sai đôi sần tê thi gì mùi thầy rư mùi ở lô hôn san cho trên miền này từ ở lô sai chung nâng lô so khay làm một đằng nọ mình đâm bay ở miền đầm đó sai đâm bay cầm nói bắt bong tận đầy ní chưa cầm đất vào nhà bị vô lúc sau khi cô quát trong đất non vật tê đấy mà chỉ vứt vào quát của không to xuống nó đây lúc sai chung mấy đâu vì men miền sẽ mất phép đất non từ hôn sai nữa ba đó lên nhang ô nó bọn đó lên nhang ô nâng tự hơi vì chi học ca hơi đó lên chứ ôi giờ cái nạ bạc trang miên giờ đây viết tới mà ơi nạ bạc trang được căn na chứ ôi lúc sau khi lúc say chúng á nhưng tha sự kiêm nó thở cho đó bong bồn mật xì phì bong bồn mật xì phì công mơ mình khơi khăn thay với giờ khăn mê đặc nom dương miên sầm đặc biệt giờ khăn mê đặc nom dương ạ sầm đặc biệt giờ khăn mê đặc nom dương cho chặt sừng kiềmแต่ครั้งไม่ดังน้อมยังมันแช่สังเกตยังเมื่อเคยดูจีโยรุกnhư du rộng tây thay tụm lia sẽ lấy nhớ ở sóc đi rồi con sai nó mà tôi đôi con pol nâng cầm nái pol nâng Facebook này còn em ăn ngay đấy đôi ngạt à thế đấy mà ăn ngay đi ngạt à bà rồi bờ sân đi lô hôn san sẽ lanh chết phân với con lôn san chọc tranh chứ đâu ơi lúc sau khi na can na chứ lúc sai chung cái cầm gian vì ăn vào ba đấy bông bông bờ sẽ lanh chết tại những ai xong ơi bông bông mà chụp nún công tranh bao lôn san bởi trong chu chết bằng không ơi lô hôn san chọc tranh viêm này chứ nó đầm nó sai chết vì lên miếng này hơi dương của lên rong crop đọc vào môi vào thay đây bữa o tế bông bông chăm từ chia thái á cần phải chia thái á miền đồng nọ sai đi chẳng hỏi bạn cái hộ mế đặc nom và tê chiết mùi mùi cái hộ mế đặc nom nó đại chia vây mế đặc nom nó đại lan làm bấy đặc nom và tê và vùng đôi khi nó tế và tê dưới nướng rồng cru hoi cả nam mế đặc nom không miền mặt hiểm rồi đấy hay bởi JP dương mơ xa por miên dương ăn miên đi hay xa por miên thay cái bằng sai cái ôn cái ai
ដល់អញ្ចឹងគេនយោបាយការទូតនយោបាយការបរទេសគេមានប្រៀបគេឆ្លៀនពៀតយើងហើយគេមានប្រៀបទៀតណាហើយយើងអួតនិយាយពីអួតថ្ងៃណាក៏អត់ចាញ់ទេនិយាយពី AI យើងដាក់មកហើយបងប្អូនមួយចំនួនហ្នឹងចាញ់បោក AI ហ្នឹងឯងហើយបើយើងអត់បាត់បង់យើងឲ្យរងគ្រោះហើយទៅឲ្យអន្តរជាតិឲ្យមិត្តអន្តរជាតិណាគេជួយយើងបើយើងឈ្នះតែរហូតហ្នឹងឈ្នះសម្ដីអួតតែបាត់បង់ទឹកដីឈ្នះសម្ដីអួតតែបាត់បង់ជីវិតទាហាននិងពលរដ្ឋហ្នឹងទៅបាទហើយដូចខ្ញុំបានតែនិយាយថាបើសិនជាផ្ទុះអាវុធជាលើកទី2ខ្លាចជាសង្គ្រាមពៀនឥឡូវមែនអញ្ចឹងខ្ញុំនិយាយតាំងខ្ញុំមានទស្សនៈតាំងពីសង្គ្រាមប្រហែលថ្ងៃ5ថ្ងៃបងប្អូនឥឡូវវាទៅហើយយើងមានការសោកស្ដាយដែរដែលបាត់បង់ជីវិតពលទាហាននៃទាហានហើយក៏យើងសូមចូលរួមសោកស្ដាយប៉ុន្តែខ្ញុំស្ដាយជីវិតពលទាហានដែលគាត់មានទឹកចិត្តស្នេហាជាតិទឹកចិត្តលះបង់ដើម្បីជាតិហើយដោយសារយើងនឹងដោយសារមេដឹកនាំយើងនឹងគាត់គ្មានសមត្ថភាពក្នុងការដឹកនាំគាត់ចេះតែញុះញង់អុចអាលដឹងតែខ្លួនចាញ់គេហើយហ្នឹងក៏នៅតែអ៊ូតក្អើតខ្ទមហើយឥឡូវយើងមើលនេះឥឡូវវាបាញ់ចូលដល់ទៅជំរឿ70គីឡូចិត្តអីហើយបាញ់ចូលកើរត់ក្រោះនេះកើរត់ក្រោះនៅភ្នំស្អីស្វាយក្រុងស្រីសុភ័ណ្ឌហ្នឹងហើយបើវាបាញ់ចូលទីមជាការស៊ុបអីទៀតចប់វាអាចទេបើសង្គ្រាមនឹងនៅវាអាចទេហើយថ្ងៃនេះដូចមិនទាន់បានទទួលព័ត៌មានអីបងប្អូនណាដឹងទេបងប្អូនដឹងថាថៃផ្លោងចូលនៅណាទៀតដែរថ្ងៃនេះខ្ញុំអត់បានទទួលទេគ្រាន់តែឮថានៅសែនចៅនឹងមានផ្ទុះអាវុធទៀតឮថានៅពោធិ៍សាត់ហ្នឹងក៏មានផ្ទុះហើយពោធិ៍សាត់ហ្នឹងត្រូវធ្ងន់ណាស់ប្រហែលមួយរយៈនេះមួយរយៈនេះត្រូវធ្ងន់បាទអរគុណបងប្អូនខ្ញុំខានឡាយយូរហើយក៏នឹកឃើញដើម្បីព្រឹត្តិការណ៍ថ្មី6មួយរយៈនេះគឺឃើញថាព្រឹត្តិការណ៍វាគួរឲ្យចាប់អារម្មណ៍ហើយដូច្នេះហើយក៏ឡាយទៅដើម្បីបញ្ចេញមតិដើម្បីអ្វីដែលយើងចង់បានអ្វីដែលយើងចង់ឃើញដូច្នេះហើយមានការឡាយយ៉ាងអីឲ្យយើងមានសមត្ថភាពយើងមានលទ្ធភាពក្នុងការឡាយយើងឡាយទៅបាទហើយដូចជាគ្មានពាក្យពេចន៍អីទេបងប្អូនខ្ញុំសូមបញ្ចប់ប៉ុណ្ណេះចុះvì vụ lai này ai nó khuyên pi ai dễ gì bởi miền pi nè kia nè xu đó dương còn miền nè chlau và nè chlau cả na ăn miền cái xu mình đang tại gì người bàn chờ thì và ấy đôi còn là thay cho người miền thang ngày đây lư còn miền tham miền trôn thay từ phải là phun pia và rồiประมาณថ្ងៃមុនលឺថាគេប្រាប់បងប្អូននៅចិត្តភូមិភាគ5ហ្នឹងឲ្យចល័តចេញហើយផ្ទះខ្ញុំនៅចិត្តភូមិភាគដែរណាចម្ងាយឲ្យ500ម៉ែត្រណាដូច្នេះយើងក៏ព្រួយបារម្ភដែរបើយើងគិតថាសូមឲ្យកុំឲ្យមានការផ្ទុះនៅនឹងចោះបាទសូមអរគុណបងប្អូនសូមជំរាបលាសូមអរគុណលាប៉ុណ្ណេះចឹងចុះ